សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី RPC Ukraine ហើយនៅក្នុងសារព័ត៌មាននេះផងដែរគឺចង់និយាយអំពីគោលបំណងរបស់លោកពូទីននៅក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែននឹងគឺថាគាត់ចង់បានអ្វីអញ្ចឹងនៅក្នុងគោលបំណងរបស់មេដឹកនាំផ្ដាច់ការគឺលោក Vladimir Putin នឹងគឺបាននិយាយថារុស្ស៊ីគឺមានកងកម្លាំងនឹងគ្រប់គ្រាន់ដើម្បីធ្វើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺថាធ្វើឲ្យចប់នឹងឲ្យមានសមហេតុផលគឺដោយប្រទេសរុស្ស៊ីនឹងទទួលបាននៅអ្វីដែលពួកគេគ្រោងធ្វើឬក៏មានផែនការដើម្បីធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែនហើយគាត់ក៏បានដាក់ឈ្មោះនៅក្នុងខ្សែភាពយន្តយុទ្ធនាការនៅវិមានកម្លាំងដែលគាត់បានកាន់អំណាចនឹងរយៈពេល25ឆ្នាំនោះថាលទ្ធផលនៃគោលបំណងប្រាថ្នារបស់លោក Vladimir Putin អញ្ចឹងមេដឹកនាំផ្ដាច់ការនេះគឺបាននិយាយថារុស្ស៊ីនឹងគឺមានកម្លាំងគ្រប់គ្រាន់និងធនធានគ្រឿងសព្វាវុធអីនឹងគ្រប់គ្រាន់ដើម្បីនាំយកនៅអ្វីដែលប្រទេសរុស្ស៊ីនឹងគឺបានផ្ដើមឈ្លានពានធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែននឹងតាំងពីឆ្នាំ2022នឹងឲ្យទៅជាការបញ្ចប់ដ៏សមហេតុផលជាមួយនឹងលទ្ធផលដែលរុស្ស៊ីនឹងចង់បានអញ្ចឹងតើរុស្ស៊ីនឹងគឺចង់បានអ្វីខ្លះអំពីប្រទេសអ៊ុយក្រែននៅក្នុងសង្គ្រាមដ៏ស៊ីសាច់ហត់ឈាមជាមួយនឹងប្រទេសអ៊ុយក្រែននោះនេះគឺជាឯកសារយោងមួយនៅក្នុងខ្សែភាពយន្តឃោសនាដែលលោកពូទីននឹងបានអះអាងថារុស្ស៊ីត្រូវបានគេញុះញង់ឲ្យប្រើអាវុធនុយក្លេអ៊ែរមានន័យថាប្រទេសរុស្ស៊ីនិយាយចំទៅគឺលោកពូទីននឹងគឺតែម្ដងគឺបានប្រឌិតនៅខ្សែភាពយន្តមួយថាមានប្រទេសជាច្រើននេះចង់សម្ដៅទៅលើប្រទេសសហរដ្ឋអាមេរិកសហភាពអឺរ៉ុបអីនឹងទាំងអស់គឺញុះញង់ដើម្បីឲ្យប្រទេសរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរនេះគឺគាត់ចង់បង្កើតខ្សែភាពយន្តឃោសនាបីឲ្យប្រជាជនរុស្ស៊ីនឹងដឹងថាប្រសិនបើលោកពូទីនមានការចាំបាច់ដែលត្រូវប្រើអាវុធនុយក្លេអ៊ែរគឺមិនមែនជាកំហុសរបស់លោកពូទីនឬក៏ប្រទេសរុស្ស៊ីនោះទេគឺដោយសារតែប្រទេសជាច្រើនញុះញង់ប្រទេសរុស្ស៊ីនឹងឲ្យប្រើអាវុធនុយក្លេអ៊ែរដើម្បីបំផ្លាញប្រទេសអ៊ុយក្រែនឬក៏ប្រទេសណាដែលប្រឆាំងជាមួយនឹងរុស្ស៊ីហើយចំណែកឯកិច្ចចរចារវាងអ៊ុយក្រែននិងរុស្ស៊ីនៅថ្ងៃទី16ខែឧសភានេះវិញបាននិយាយថាអ៊ុយក្រែននិងរុស្ស៊ីបានបើកកិច្ចចរចាលើកដំបូងក្នុងរយៈពេល3ឆ្នាំរបស់ពួកគេនឹងមានន័យថាក្នុងរយៈពេល3ឆ្នាំនៃការធ្វើសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីដោយដែលទីក្រុងមូស្គូបានថ្លែងកន្លងមកហើយថាគណៈប្រតិភូរុស្ស៊ីនឹងគឺបានសម្ដៅទៅលើការចរចានៅក្នុងឆ្នាំ2022នឹងម្ដងហើយនៅពេលដែលចាប់ផ្ដើមនៃសង្គ្រាមពេញលេញរុស្ស៊ីក៏បានទាមទារឲ្យអ៊ុយក្រែនបោះបង់ចោលនៅអង្គការ NATO ហើយក៏កាត់បន្ថយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងឲ្យនៅសល់ត្រឹមតែ 85,000 នាក់តែប៉ុណ្ណោះហើយនឹងទទួលស្គាល់ Crimea នឹងជាទឹកដីរបស់រុស្ស៊ីទៀតបាទនេះគឺជាគោលបំណងដ៏សំខាន់របស់ប្រទេសរុស្ស៊ីនិយាយចំទៅគឺមេដឹកនាំផ្ដាច់ការលោកពូទីននឹងថាទី1នឹងគឺមិនចង់ឲ្យអ៊ុយក្រែនចូលជាសមាជិក NATO នឹងជាដាច់ខាតហើយទី2ឲ្យកាត់បន្ថយកងកម្លាំងកងទ័ពឲ្យនៅសម្រាប់ប្រចាំអ៊ុយក្រែននឹងគឺឲ្យនៅសល់ត្រឹមតែ 85,000 នាក់តែប៉ុណ្ណោះហើយអ្វីដែលសំខាន់មួយទៀតនោះគឺឲ្យប្រទេសអ៊ុយក្រែននឹងទទួលស្គាល់ Crimea នឹងគឺជារបស់រុស្ស៊ីបាទនេះគឺជាគោលបំណងដែលលោកពូទីនទើបតែបានធ្វើសេចក្តីថ្លែងការណ៍អំពីការចង់បានរបស់គាត់នោះទោះជាយ៉ាងណាក៏ដោយការិយាល័យប្រធានាធិបតីរបស់អ៊ុយក្រែនក៏បានសង្កត់ធ្ងន់ថារាល់ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីភ្ជាប់កិច្ចចរចាទៅនឹងឆ្នាំ2022នោះគឺបានបរាជ័យហើយគឺចង់និយាយថាប្រទេសអ៊ុយក្រែនគឺប្រធានាធិបតីអ៊ុយក្រែនសូម្បីតែប្រជាជនអ៊ុយក្រែននឹងក៏ទាត់ចោលនៅសំណើឬក៏គោលបំណង
ការប៉ុនប៉ងចង់បានរបស់រុស្ស៊ីនៅផងដែរគឺមានន័យថាអ្វីដែលលោកពូទីនស្នើចង់បានគឺនឹងមិនបានសម្រេចនោះទេប្រទេសអ៊ុយក្រែននឹងធ្វើការតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ីនឹងឲ្យដល់ទីបញ្ចប់ទោះបីជាមានការចាញ់ប្រៀបប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយក៏ប្រទេសអ៊ុយក្រែននៅតែធ្វើការតស៊ូហើយច្រានចោលនៅសំណើរបស់លោកពូទីននេះ